ដែលនិមន្តប្រសង់តបិណ្ឌបាតបានវិលត្រឡប់មកវិញហើយបងប្អូនទាំងអស់គ្នានេះជាសកម្មភាពរបស់ប្រសង់នៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តក្រោយពីលោកម្ចាស់និមន្តតបិណ្ឌបាតគណៈកម្មការខ្ញុំបាននិមន្តប្រសង់ទៅដល់ផ្ទះពុទ្ធបរិស័ទហើយគឺបានចង្ហាន់យកមកដើម្បីដាក់ឆាន់រួមនៅទីនេះប្រសង់ឆាន់រួមនោះបងប្អូនមិនមានលោកម្ចាស់ឆាន់ឯកជនទេគឺបានមកឆាន់រួមទាំងអស់ឆ្ងាញ់ឬមិនឆ្ងាញ់ក៏យើងរួមសុខរួមទុកជាមួយគ្នាដែរអរគុណសម្រាប់បងប្អូនអ្នកទស្សនាទាំងអស់គ្នានេះជាយានជានេះដែលបងប្អូនបានចូលរួមសម្រាប់ការជាវមកបងប្អូនណាអរគុណពេលប្រសង់បណ្ឌបាតបានចង្ហាន់មកគឺយកមកចាក់ទុកដាក់ផ្ទះបាយចឹងបងប្អូនណាប្រសង់លោកឆាន់រួមនៅទីនេះឥឡូវយកចង្ហាន់ដាក់ហើយបងប្អូនទាំងអស់គ្នាដែលបានទស្សនាសូមជួយ share វីដេអូនេះទាំងអស់គ្នាផងដើម្បីបានការសេចក្តីជ្រះថ្លានៃសកម្មភាពល្អៗរបស់ព្រះសង្ឃនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតខេត្តបាត់ដំបងក្រោយពីលោកម្ចាស់បានបាត់មកគឺចុងភៅខ្ញុំគឺរៀបចំអ្នកខ្លះដុសបាយអ្នកខ្លះស្រាយម្ហូបដើម្បីរៀបចំដាក់ស្រាយដាក់ចានទុកសម្រាប់ព្រះសង្ឃឆាន់ថ្ងៃត្រង់គឺខាងយាយបង្អែមរៀបចំផ្លែឈើមានបង្អែមមានផ្លែឈើចឹងបងប្អូនណារៀបចំដាក់ចានសម្រាប់ប្រគេនចំពោះព្រះសង្ឃពេលឆាន់ថ្ងៃត្រង់សូមរីករាយជ្រះថ្លាអនុមោទនាចង្ហាន់បានមកចឹងយកមករៀបចំទុកដាក់ស្រ័យដាក់ចានបងប្អូនគឺក្រុមការងារចុងភៅទាំងអស់គឺសុទ្ធតែយកបេះដូងដើម្បីជួយឈឺឆ្អាលសុខទុក្ខចំពោះព្រះសង្ឃហើយអ្នកស្រ័យម្ហូបក៏ស្រ័យអ្នកដុសបាយក៏ដុសបាយហើយទៅទៀតខ្ញុំណាបង្ហាញឲ្យគ្រប់គ្នាតែម្ដងគឺសម្រាប់ធ្វើចង្ហាន់ពេលព្រឹកបន្ថែមទៀតអ្នកខាងផ្នែកចិត្តផ្សិតចង្ហាន់ពេលព្រឹកបងប្អូនយើងត្រូវធ្វើពីព្រឹកទៅហើយពេលយប់ឡើងម៉ោង 4 នឹងធ្វើអត់តាន់ទេតចិត្តពីព្រឹកដើម្បីយកប៉ាសេអ្នកខាងជួយលាងបាតទុកដាក់អីចឹងណាទាំងអស់គ្នាបងប្អូនឃើញហើយគឺសិតតែយកបេះដូងមកធ្វើជួយឈឺឆ្អាលសុខទុក្ខចំពោះព្រះសង្ឃហើយព្រះសង្ឃមកបិណ្ឌបាតគ្រាន់តែបានចង្ហាន់មកគឺបកលបាតឲ្យចុងភៅលាងទុកដាក់អញ្ចឹងបងប្អូនណាសូមរីករាយជ្រះថ្លាអនុមោទនាលាងហើយគឺខាងយាយក៏យកមករៀបចំទុកដាក់ផ្កាប់ក្នុងទូដែលខ្ញុំណាបានកាត់ជា2ជា3ថ្នាក់អញ្ចឹងបងប្អូនណាឲ្យស្អាតពេលប្រសង់ដល់មកបិណ្ឌបាតគ្រាន់តែលោកម្ចាស់និមន្តទៅយកបាតហើយបានគឺឡានដែលនិមន្តប្រសង់បិណ្ឌបាតបានមកដល់មួយគ្រឿងទៀតហើយបងប្អូនឥឡូវមកជុំនេះហើយអរគុណចំពោះពុទ្ធបរិស័ទទាំងអស់គ្នាដែលបានទ្រទ្រង់ចង្ហាន់បិណ្ឌបាតប្រសង់រៀងរាល់ប្រចាំថ្ងៃណាបងប្អូនសូមថ្លែងអំណរគុណដែលបានជួយទ្រទ្រង់ចង្ហាន់ប្រសង់នៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងជារៀងរាល់ប្រចាំថ្ងៃអរគុណណាបើគ្មានពុទ្ធបរិស័ទជួយទ្រទ្រង់ទេការគ្រប់គ្រងទំនុកបំរុងរាល់ថ្ងៃនឹងពិបាកមែនទែនប៉ុន្តែយើងក៏ត្រូវធ្វើចង្ហាន់បន្ថែមមួយមុខទៀតដែរណាបងប្អូនមិនមែនថាចង្ហាន់យើងបានគ្រប់គ្រាន់ទេព្រោះប្រសង់ដល់ទៅជិត200អង្គហើយនោះបងប្អូនណាគឺត្រូវចំណាយបច្ច័យដើម្បីធ្វើចង្ហាន់បន្ថែមទៀតសូមរីករាយជ្រះថ្លាអនុមោទនាសូមអរគុណនិងអរគុណសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូនេះកុំភ្លេចជួយ share ទាំងអស់គ្នាណាបងប្អូនដើម្បីបានទស្សនាសកម្មភាពល្អរបស់ព្រះសង្ឃនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតខេត្តបាត់ដំបងបងប្អូនគ្រាន់តែចុច share ក៏បានចំណែកបុណ្យដែរណាដើម្បីផ្សព្វផ្សាយបន្តទៀតដល់ពុទ្ធបរិស័ទតាមការសេចក្តីជ្រះថ្លាដូចខ្ញុំណាបានប្រកេនណាបងប្អូនសកម្មភាពរបស់វត្តទូទៅទាំងអស់បងប្អូនចូលទៅមើលនៅក្នុងការផ្សព្វផ្សាយរបស់เพจរបស់បាសរស្មីលេងជីងហើយเพจវត្តស្លាកែតក្រុងខេត្តបាត់ដំបងធ្វើការផ្សព្វផ្សាយចែកដើម្បីបងប្អូនបានទស្សនាជាច្រើនសូមរីករាយជ្រះថ្លាអនុមោទនាសូមអរគុណនិងអរគុណសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូនេះសង្ឃឹមថាបងប្អូនបានជួយចែករំលែកការ share ទាំងអស់គ្នាសូមប្រកេនបុណ្យជូនបុណ្យពុទ្ធបរិស័ទទាំងអស់គ្នាសូមអនុមោទនាសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនានេះជាក្រុមការងារចុងភៅដែលបានលះបង់បម្រើប្រសង់រៀងរាល់ប្រចាំថ្ងៃសូមកាត់បុណ្យកាត់កុសលទាំងអស់គ្នាទទួលយកបុណ្យបានចំណែកស្មើគ្នាសូមអនុមោទនាសូមអរគុណអរគុណរៀបសួរពុទ្ធបរិស័ទបងប្អូនអ្នកទស្សនាទាំងអស់គ្នានេះជាសំណង់មហាកុដដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រកំពុងធ្វើការសាងសង់នៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងនៅមានការខ្វះខាតថវិកាជាច្រើនដើម្បីបន្តការសាងសង់សូមសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួយចូលរួមដល់សេចក្តីជ្រះថ្លាណាបងប្អូនដើម្បីជាប្រយោជន៍រួមដល់ព្រះសង្ឃគ្រប់អង្គដែលមកគង់បួសស្នាក់នៅបន្តការសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធកបធម្មសាវត្តស្លាកែតក្រុងខេត្តបាត់ដំបងនេះប្រមាណ700អង្គកំពុងជួបការលំបាកខ្វះខាតនៅរឿងទីស្នេហ៍ស្នាក់នេះណាចឹងសូមពុទ្ធបរិស័ទដែលបានឃើញវីដេអូនេះសូមកុំអូសរំលងនិងជួយចែករំលែកការ share ជាបន្តទៀតណាបងប្អូនសូមអរគុណនិងអរគុណសម្រាប់ពុទ្ធបរិស័ទទាំងអស់ដែលបានជួយ share និងមានសទ្ធាជ្រះថ្លាចូលរួមជាបន្តទៀតដើម្បីជាក្តីសង្ឃឹមដល់សាមណសិស្សប្រសង់គ្រប់អង្គដែលមករៀនសូត្រនៅទីនេះប្រមាណ700អង្គកំពុងមានការលំបាកខ្វះខាតហើយបញ្ជាក់ថាយើងក៏
កំពុងតែបន្តត្រៀមចាក់ឡើងសន្លឹកផងសេចន់ទី3សូមអនុមោទនីសូមអរគុណនិងអរគុណ